BBMN បន្ទាប់មកយើងងាកមកមើលនៃការឲ្យចំណីមាន់តាំងពីកូនមាន់តូចរហូតដល់មាន់ធំជាដំបូងយើងឲ្យចំណីដល់កូនមាន់តូចសិនមើលវាសឹកដៃញោមអូនអញ្ចឹងយើងធ្វើការដាក់ចំណីឲ្យកូនមាន់សិនទៅហើយយើងដាក់ឲ្យវាច្រើនតិចដោយសារយើងទៅរៀនមួយថ្ងៃពេញអញ្ចឹងវាអត់បានស៊ីចំណីយើងដាក់ឲ្យវាច្រើនទុកឲ្យវាស៊ីដល់ល្ងាចហ្មងបន្ទាប់មកទៀតធ្វើការដាក់ចំណីឲ្យកូនមាន់ត្រឹសនេះម្ដងវាសូវចង់ស៊ីដោយសារតែអត់សូវមានចំណីឲ្យវាច្រើនមានតាំងកនិងកតួហើយនឹងលាយចំណីបាវមកក្តាប់ពីក្តាប់ខាងលើតាមក្រោយអញ្ចឹងបងហើយបើវាកាវាស៊ីដរាមគ្នាចុងក្រោយយើងដាក់ចំណីឲ្យមេមាន់និងមាន់ឈ្មោលចឹងណាបងអូនមើលវាស៊ីសិបកាន់តាក់ពួកទៀតនេះមកអពងមាន់បានមកសវក